មកដឹងព័ត៌មានអាប់ដេតបន្ថែមជុំវិញនៃការបែកបាក់នៃគូស្នេហ៍ខ្មែរវៀតណាមដ៏ល្បីល្បាញប្រិមិត្តជាទីមេត្រីរឿងរ៉ាវដែលកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមពេលនេះគឺត្រូវបានកូនក្រមុំដែលមានឈ្មោះថាគវៀនធីយានបានចេញមកធ្វើការ live ដើម្បីបញ្ជាក់ការពិតជាផ្លូវការជុំវិញការចែកផ្លូវគ្នាជាមួយនឹងស្វាមីដែលជាជនជាតិកម្ពុជាគឺលោកឡុងហួរបន្ទាប់ពីបានរៀបការរស់នៅជាមួយគ្នាបានតែរយៈពេល3ខែប៉ុណ្ណោះក្នុងការសម្រេចចិត្តចែកផ្លូវគ្នាគឺកើតចេញពីការយល់ព្រមពីគ្រួសារទាំងសងខាងដោយគ្មានជម្លោះឬការឆ្លោះប្រកែកគ្នាឡើយមិនមែនជាការរត់ចោលគ្នាដោយឯកឯងដោយទៅនឹងពាក្យចចាមអារាមដែលបានផ្សព្វផ្សាយនោះទេចំពោះមូលហេតុពិតគឺពួកគាត់រស់នៅមិនចោះសម្រុងនឹងគ្នាដោយសារតែមានភាពខុសគ្នាទៅលើមូលហេតុមួយចំនួនមានដូចជាបញ្ហាភាសានិងវប្បធម៌ហើយនិងរបៀបរៀបរយនៃការរស់នៅក៏ដូចជាទស្សនៈនៅក្នុងការងារនិងជីវិតប្រចាំថ្ងៃក្នុងនោះផងដែរដើម្បីបង្ហាញពីភាពស្មោះត្រង់និងបញ្ចប់ដោយសន្តិវិធីអ្នកនាងគវៀនធីយានបានប្រគល់គ្រឿងអលង្ការមាសនិងអំណោយអាពាហ៍ពិពាហ៍ទាំងអស់ដែលខាងប្រុសបានជូនកាលពីថ្ងៃមង្គលការឲ្យទៅខាងប្រុសវិញទាំងអស់ដើម្បីនាំត្រឡប់មកកម្ពុជាវិញចំណែកប្រាក់ដុល្លារក្នុងពិធីមង្គលការក៏ជាកម្មសិទ្ធិរបស់គ្រួសារខាងប្រុសដែរដោយកូនក្រមុំមិនបានទទួលនៅការទូទាត់ដាច់ដោយឡែកណាមួយឡើយរឿងមួយទៀតដោយសារកូនកំលោះឡុងហួរមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ដូច្នេះអ្នកទាំងពីរគឺមិនទាន់បានចោះសម្បត្តិអាពាហ៍ពិពាហ៍ឬក៏ហៅថាអេតាស៊ីវិលនៅឡើយទេការដែលបែកគ្នាត្រឹម3ខែនេះគឺធ្វើឡើងដោយគ្មានកាតព្វកិច្ចផ្លូវច្បាប់អ្វីឡើយនៅពេលរឿងត្រូវបញ្ចប់និងត្រូវត្រឡប់មកកម្ពុជាវិញឪពុករបស់អ្នកនាងគវៀនធីយានដែលជាកូនក្រមុំជនជាតិវៀតណាមបានជូនដំណើរអតីតកូនប្រសារឡុងហួរទៅកាន់ច្រកព្រំដែនដោយផ្ទាល់បើទោះបីជានៅក្នុងការជូនដំណើរគឺមានការស្រក់ទឹកភ្នែកដោយក្តីអាឡោះអាល័យប៉ុន្តែគាត់នៅតែរក្សាការប្រកិរិយាដ៏ល្អសប្បុរសនិងការយកចិត្តទុកដាក់បំផុតចំពោះអតីតកូនប្រសាររូបនេះនិយាយជារួមនេះគឺជាការបែកគ្នាដោយយល់យោគនិងសន្តិវិធីបំផុតបើទោះបីជាមហាជនមានការសោកស្ដាយចំពោះចំណងស្នេហាឆ្លងដែនមួយនេះក៏ដោយបាទប្រិមិត្តអញ្ចឹងនេះគឺជាការបកស្រាយក៏ដូចជាការបញ្ជាក់ពីខាងស្រីតែប៉ុណ្ណោះបាទប្រិមិត្តចំពោះខាងប្រុសបាទខាងកូនកំលោះកម្ពុជាយើងវិញគឺនៅមិនទាន់ឃើញមានការឆ្លើយតបឬក៏ការចេញបញ្ជាក់អ្វីនៅឡើយទេអញ្ចឹងគ្រប់យ៉ាងដែលយើងបានដឹងគឺដឹងមកពីខាងកូនក្រមុំដែលជាជនជាតិវៀតណាមដែលគាត់បានបញ្ជាក់ថាតាក់ទងទៅនឹងការសម្រេចចិត្តបែកគ្នានេះគឺបែកគ្នាដោយសន្តិវិធីមិនមានបញ្ហាឆ្លោះប្រកែកអ្វីទេគឺសម្រេចចិត្តថាបញ្ចប់រៀងៗខ្លួនដោយសារតែបញ្ហាមួយចំនួនជាពិសេសគឺតាក់ទងទៅនឹងទំនៀមទម្លាប់ភាសាការរស់នៅរបៀបរបបបាទនៃប្រទេសទាំងពីរគឺយើងមានការពិបាកយល់គ្នាទៅវិញទៅមកក៏សម្រេចថាចែកផ្លូវគ្នា